មើលខ្មៅយយមិនដែលឃើញទេអត់ដឹងថាយើងណាទេឯងប្រកាសចោតស្គាល់ហើយខ្ញុំគឺតកាហាងស្បែកតែឆាំងពួកស្រីកញ្ចៅអត់នេះខ្ពើមណាមើលខ្មៅយយមិនទុកយើងជាថកែទេអីហ៎យើងប្រាប់ឯងណាយើងផ្លុំតែបន្តិចទៅអាចធ្វើឲ្យពួកឯងស្លាប់ដែររាប់ដល់3បើមិនចេញមកទេយើងសម្លាប់ឯងចោលហ่ะលឺហើយនៅហ៎អាយ៉ាយើងមិនមែនគម្រាមឯងទេចេញមកចចនឹងប្រពេក៏បាយចាំច្បាស់ដែរចាប់ឡើងពួករបស់ឯងនៅទៀងម៉ោងណាឲ្យតែដល់ម៉ោងគឺឃ្លានហើយស៊ីឲ្យចេញទៅវិញទៅឈប់សិនអាយករបស់តានេះឲ្យតកែស្បែកស៊ីអីហ៎ឯងចង់ដេញអ្នកសុំទៀនអីទៅយកស្រាមកមិនបានជាឯងមិនខ្វះមួយពេលអញ្ចឹងហើយអ្នកណាឲ្យយើងជាតកែឲ្យចាប់ឡើងបានចាំផ្លែឲ្យយើងសម្លាប់ឯងណាចាប់ឡើងជាធាវដល់ម៉ែគេចង់ផឹកស្រាទៀតហើយឲ្យគេទៅម៉ែចិត្តល្អមែនបើសិនតែខ្ញុំវិញខ្ញុំមិនដេញគេឲ្យចេញឲ្យឆ្ងាយបាត់ទៅហើយតែផ្ដាស់ទោះជាយ៉ាងណាក៏ដោយក៏គេជាប្តីរបស់ខ្ញុំដែរត្រូវហើយពួកជាអ៊ីនខ្ញុំគឺជាមនុស្សមានមនោសញ្ចេតនាមានគុណធម៌ខ្ញុំតែយកឲ្យគេឯងលេងបន្តទៀតទេចាញ់គិតពីឯងឈ្នះគឺជារបស់ខ្ញុំហ្វាឆាយអូនសម្លាញ់ណាតែប្រពន្ធបងល្អហេជឿអីណាអត់មកអូនអត់និយាយមួយម៉ាត់ផងត្រឡប់ទៅវិញអ៊ីឆាយឯងរស់កន្លះជីវិតហើយឥឡូវឯងខ្លាយទៅជាបែបនេះមានធ្លាប់គិតថាគឺហេតុអ្វីទេហេតុអីគឺហើយធានប៉ាធ្វើបាបហ្នឹងឯងនៅតែមិនត្រឹមត្រូវថ្ងៃក្រោយមិនបាច់មកទៀតទេចង់ទៅណាក៏ទៅកុំជឿអ៊ីនការពិតក្នុងចិត្តអូនចង់និយាយអីបងយល់ទាំងអស់នឹងយល់ទេអញ្ចឹងនិយាយទៅមើលមកពីបងទំនេរមិនព្រមធ្វើអីចេះតែស៊ីមិនចេះធ្វើនឹងម្យ៉ាងទៀតត្រូវអាចចង្រៃប៉ាយសាវយិនធ្វើបាបទៀតផងនឹងណាយល់គឺល្អហើយអញ្ចឹងឯងគួរតែដឹងហើយថាបើសិនជាមួយជីវិតនេះអយុត្តិធម៌តើឯងត្រូវទៅរកខុសត្រូវជាមួយបងដឹងអ្នកណាប៉ាយសាវយិនអញ្ចឹងគឺត្រូវហើយប្អូនធានប៉ៅនៅផ្លូវពៀនលើបើកសំណាក់ពេទ្យមួយសម្រាប់ផ្ដាច់អាភៀនឲ្យគេដោយមិនគិតថ្លៃអញទៅសាក់លបងមើលទៅប្រហែលជាអាចផ្ដាច់អាភៀនរបស់ឯងបានអត់គិតថ្លៃទេអីឲ្យបាយស៊ីទេឲ្យចុះឲ្យផឹកស្រាទេចាញ់ទៅមិនដែលត្រឹមត្រូវទេហេឈីអ៊ីនបាទធាស្ដាប់បងសិនណាដាក់ទុកគេក៏យកពុនស្មើគ្នាអត់បំផ្លាញអាភៀននិយាយផ្ដាស់ស្អីណាធ្វើអញ្ចឹងអាចមានស្រាផឹកដែរសំណើលើនេះបើចង់បានជោគជ័យគឺទៅតែទទួលយកការគ្រប់គ្រងពីសង្គមទាំងមូលណាត្រូវហើយនៅចាស់ជាខៅអ្នកដែលមានអំណាចជាងគេគឺពួកអ្នកជំនួញដូច្នេះយើងត្រូវតែចែកផ្លូវគ្នាទៅរកអ្នកជំនួញយកពុនយុត្តិធម៌ដល់ពុនយុត្តិធម៌បំផ្លាញអាភៀនលោកកែហឺស្ថានភាពឥឡូវនេះគឺវាអញ្ចឹងណាគ្រប់សាលាទាំងអស់មួយធ្វើគេធ្វើតាមគឺប្រជែងគ្នាធ្វើទៀមទាឲ្យអ្នកជំនួញគ្រប់គ្រងសម្រាប់ជ័យខុសរបស់ខ្ញុំគឺកម្ចាត់ទំនិញបរទេសដកពន្ធយុត្តិធម៌ឥឡូវអ្នកជំនួញធនកដាលធនតូចជាច្រើនសុទ្ធតែចង់សាកល្បងមើលហើយបើលោកកែហឺអាចនាំមកគេប្រកាសជាមានអ្នកតាមច្រើនហើយអ្នកទាំងពីរបើគ្រាន់តែមកដើម្បីរឿងនេះសុំទោសចេញទៅវិញចុះលោកកែហឺលោកតកែហឺពួកខ្ញុំគ្រប់គ្រងលោកទៅសម្រាប់ចិត្តធ្វើកតកម្មលោកមិនបាច់ទេខ្ញុំស្អប់អាភៀនតែអត់មានបំណងប្រឆាំងនឹងរដ្ឋាភិបាលទេលោកតកែហឺលោកមើលឲ្យបានច្បាស់ទៅមើលរដ្ឋាភិបាលពេលនេះជារដ្ឋាភិបាលយ៉ាងម៉េចហ្នឹងសង្គ្រាមគ្រប់កន្លែងមួយចប់មួយកើតមន្ត្រីជាច្រើនគោះឆ្អឹងគេបឺតយកខួរលោកលុនពុកកលួយជនបរទេសធ្វើផ្ដេសផ្ដាសទំនិញបរទេសកម្ចាត់យើងឈ្មោះក្នុងស្រុករកស៊ីវេទនាប្រជារាស្ត្រនៅវេទនាតើលោកមិនគិតទេមិនចាំបាច់និយាយច្រើនទេអញ្ចឹងទៅវិញចុះលោកមិនបាច់និយាយទេមនុស្សល្ងងខ្លះបែបនេះនិយាយក៏វាអត់ប្រយោជន៍ដែរតែយើងលោកថកែហាកាលពីមុនលោកដឹកនាំគេផ្ដាច់អាភៀនគឺជាអំពើមានគុណធម៌កូនសិស្សទាំងអស់សប្បាយចិត្តនឹងលើកទឹកចិត្តលោកណាស់ចាត់ទុកលោកជាអ្នកគំរូរបស់អ្នកជំនួញក្នុងស្រុកមិននឹកស្មានថាលោកជាមនុស្សអត់មានឆន្ទៈនឹងខ្សែភ្នែកខ្លីយ៉ាងនេះសោះថកែហាទោះជាលោកព្រមឬក៏អត់ក៏ដោយធ្វើសង្គ្រាមប្រឆាំងឲ្យជនជាតិយើងឯករាជ្យទឹកចំនួននេះទប់ស្កាត់មិនបានទេអ្នកណាក៏មិនអាចមើលងាយទឹកចំនួននេះបានដែរហើយក៏មិនអាចដកខ្លួនចេញបានដែរលោកចាំតែមើលចុះលោកថកែហាលោកប្រកាសជាស្ដាយក្រោយតែយើង
ធានប៉ាពួកគេនិយាយពីស្អីខ្លះ ក្មេងៗឈាមរាវគឺវាអញ្ចឹងហើយណាដឹងទេ អញ្ចឹងឆាំងអ៊ីកូនប្រុសយើងមិនតែធ្វើជាមួយពួកគេទេ តើលោកមានតបកាយពេលណាទើបត្រឡប់មកពីបៃភេញវិញតើខ្ញុំមិនដឹងទេតាមខ្ញុំយល់លោក ដល់ទៀនដល់ពុនយុទ្ធធរ ដល់ផ្លែទៀនដល់ពុនយុទ្ធធរ ដល់គិតកោ ដល់តូឃាតកចាំឡើង ដល់ពុនយុទ្ធធរ ដល់ពុនយុទ្ធធរ ដល់បំផ្លាញអភិន ជិតប៉ៅឯងគឺពិតចំផំផលកូនសិស្សធ្វើកោតកម្មមែនទេអញ្ចឹងគេធ្វើយ៉ាងម៉េចមិនមែនខ្ញុំផំផលទេគឺខ្ញុំមិនមានទេណាឯងហួសហេតុពេកហើយ ដល់ពុនយុទ្ធធរ និយាយរងហ្វាំង ដល់បំផ្លាញអភិន បំផ្លាញអភិន ដល់តូឃាតកោ ដល់តូឃាតក ខ្ញុំចាស់យើងទៅវិញទៅ ដាក់តូឃាតកបំផ្លាញអភិន បំផ្លាញអភិនដល់តូឃាតកោ ដាក់តូឃាតក ដាក់តូឃាតកោដាក់តូឃាតកោ ដាក់តូឃាតក ឃាតកោ ចូល ណែសៀម អ្នកតើគ្នាមើលចុះនេះហើយជារដ្ឋាភិបាលរបស់យើងជារដ្ឋាភិបាលដែលអត់មានសមត្ថភាពចំពោះជនបរទេសអត់មានធម៌មេត្តាចំពោះរាស្ត្របងប្អូននាំគ្នាឈរត្រង់ខ្លួនការពារយុទ្ធធម៌ផងទៅចាប់ឡើងណែកុំបានពិតមែនតែពួកយើងអត់មានអាវុធតែយើងក៏មានកិត្តិយសដែរមានឈាមពុះកញ្ជុលពុះចេញទៅក៏មកខ្ញុំចេញទៅអ្នកប្រុសចេញទៅទៅបានហើយជួយឆាប់រត់ទៅលឿនឆាប់រត់ទៅជួយទៅឆាប់រត់ទៅណែឆាប់ឡើងលោកម្ចាស់អ្នកប្រុស លឿនជឺមកខាងនេះ លោកម្ចាស់ខ្ញុំយកសេះមកហើយណាពុកខ្ញុំមិនអាចទៅទេមិត្តភក្តិខ្ញុំទៅគេចាប់ដាក់គុកចាន់ណាឥឡូវបើខ្ញុំរត់ទៅបាត់ខ្ញុំខ្លាចទៅជំនួសបែបណាមិនបាច់ទេខ្ញុំចង់ត្រឡប់ទៅវិញខ្ញុំចង់ទៅរកលោកមេតប ឯងត្រឡប់ទៅវិញធ្វើអីឯងទៅរកគេស្លាប់ហ្នឹងឯងត្រឡប់ទៅវិញឯងជួយដល់មិត្តភក្តិរបស់ឯងបានណាបានបើឯងចង់លះបង់ជីវិតដើម្បីគុណធម៌ពុកមិនហាមឃាត់ឯងទេឯងទៅវិញចុះទៅពុកកូនស្ដាប់តាមពុកកូនទៅលេងជឿទៅដល់បៃភេញណាទៅថៃហ្វូជាងតាមរកលោកតកែឈិនយកសម្បត្តិនេះប្រគល់ឲ្យគាត់នឹងរៀបចំឲ្យពួកឯងស្នាក់នៅហើយលោកម្ចាស់ទុកចិត្តចុះទៅដល់បៃភេញកែឈ្មោះកែតកូលឈប់បង្ករឿងទៀតទៅឥឡូវនេះដំណាំមេតបកំពុងតែតាមដានចាប់ខ្លួនឯងណាកូនដឹងហើយឆាំងអ៊ីនៅក្មេងយ៉ាងនេះបងបញ្ជូនគេទៅបៃភេញតែម្នាក់ឯងយ៉ាងម៉េចមាននាងជឿទៅកំដរគេហាញ់តើទៅឆ្ងាយយ៉ាងនេះអត់ស្គាល់គេស្គាល់អញផងអូនកុំបារម្ភអីវាប្រសើរជាងជាប់គុកដែរណាកូននេះចំមែនចេះតែធ្វើឲ្យយើងព្រួយបារម្ភបងយល់ថាជើងអ៊ីគឺដូចជាកូនប្រុសទ្រូង5ហាត់ណាអ៊ីស៊ីនអូនថាតែមើលមនុស្សយើងដល់ពេលអាយុច្រើនហើយគឺលែងមានសេចក្តីក្លាហានហើយមែនទេធានប៉ាបងកំគិតផ្ដេសផ្ដាស់ឲ្យសោះនេះអូនមិនចង់បានអ្វីទេអូនគ្រាន់តែចង់ឲ្យគ្រួសារយើងរស់នៅបានសុខប្រហែលថ្ងៃតែប៉ុណ្ណឹង
បងក៏ចង់រស់ឲ្យបានសុខដែរតែសង្គ្រាមក្នុងពេលបច្ចុប្បន្ននេះមិនអាចអនុញ្ញាតទេថ្ងៃនេះបងនៅមុខដំណាក់មេតបនោះឃើញកូនសិស្សទាំងនោះគឺត្រូវគេវាយឡើងបែកក្បាលបែកឈាមបងបែកជាអត់មានមធ្យោបាយជួយបន្តិចសោះឥឡូវនេះបងយល់ពីទង្វើដែលបងយានសានធ្វើហើយពួកឆឹងអ៊ីគេនិយាយត្រូវរដ្ឋាភិបាលបែបនេះយើងទទួលយកមិនបានទេមិនបានជាដាច់ខាតការពីមុនជនបរទេសបង្ខំឲ្យលីហុងចាងនោះចុះហត្ថលេខាឲ្យយកប្រាក់សងជនបរទេស 45,000 ដំឡឹងគឺសងឲ្យអស់នៅក្នុងអំឡុងពេល39ឆ្នាំបូកជាមួយនឹងការប្រាក់គឺទាំងអស់ 99,800 ដំឡឹងទាំងអស់គ្នាស្ដាប់ទៅមើលតើពេលនោះឈើស៊ីគេនិយាយថាម៉េចទេថ្លឹងថែងភាពធនធានរបស់ប្រទេសចិនបូកជាមួយនឹងភាពសប្បាយចិត្តរបស់ប្រទេសចិនគេគឺមានធនធានមកពីណាគេមានធនធានអ្វីខ្លះគឺពឹងលើប្រជារាស្ត្រជួយប្រឹងប្រែងឲ្យគេតើគឺពឹងទៅលើបន្ថែមពុនលើពួកយើងឯតើទាំងអស់គ្នាមានថាជានេះទៅទៀតណានៅអ៊ូលីយ៉ាស៊ូថៃពួកបរទេសក៏អត់មានបងពុនទេអត់មានពុនទាំងអស់មិនខុសទេតំណែងរបស់ពួកបរទេសចូលមកពងកយបងតែ2ភាគ3ភាគប៉ុណ្ណោះពុនច្រកចូលគឺមិនបាច់បងទាំងអស់តែបើសិនជាអីវ៉ាន់របស់យើងចេញទៅក្រៅវិញពុនគឺយកពុននាំចេញមួយមុខគឺមិនខ្វះនោះទេតំណែងរបស់ពួកអឺរ៉ុបនោះចូលមកប្រមាណគឺចូលមកប៉ុណ្ណឹងតែបើតំណែងរបស់យើងចេញទៅក្រៅវិញនោះគេកំហិតលើមនុស្សហើយកំហិតលើតំណែងទៀតហើយគឺត្រូវយកអ្នកនាំផ្លូវនិងសារលិខិតរដ្ឋាភិបាលតែអញ្ចឹងទេពលគុណរបស់ជនជាតិចិនយើងត្រូវប្រគល់ឲ្យពួកបរទេសគ្រប់គ្រងគេយកពីយើងហើយគឺយកទៅដល់ផ្ទាល់តែម្ដងណាតោះនេះថាទៅមើលតើធ្វើអញ្ចឹងមិននឹងកើតទៅមែនទេហើយរឿងនេះចុះកិច្ចសន្យារួចទៅហើយតើយើងធ្វើយ៉ាងម៉េចបានទៅតើមែនទេយើងមិនអាចធ្វើរបៀបនេះទេតែយើងក៏មិនអាចចាញ់ប្រៀបគេដែរយើងត្រូវតែឲ្យរដ្ឋាភិបាលដឹងថាធ្វើអញ្ចឹងគឺមិនសមហេតុផលទេយ៉ាងម៉េចលោកចង់ឲ្យពួកកូនសិស្សពួកក្មេងៗដើរបង្ករឿងតាមផ្លូវមែនទេមិនក៏លោកមិនមើលតើលោកអាយុប្រមាណហើយមិនខ្លាចគេសើចចំអកឲ្យលោកទេខ្ញុំខ្លាចគេសើចចំអកខ្ញុំខ្លាចពួកកូនសិស្សទាំងអស់នោះត្រូវសើចចំអកខ្ញុំថាអត់មានឆន្ទៈកំសាកូនសិស្សទាំងនោះគឺចង់បានអ្វីគឺអត់មានលុយផងហ្នឹងអត់មានមុខចំនួនផងអត់មានហាងផងពុនច្រើនឬក៏តិចនោះមានអ្វីតាក់ទងជាមួយនឹងគេខ្ញុំយល់ថាពួកយើងអត់បានការពេកហើយមានប៉ាលោកនាំមុខចុះនិយាយតាមត្រង់ទៅធ្វើយ៉ាងម៉េចមកជួបបានគឺមានតែមួយគឺបិទទ្វារផ្អាកការរកស៊ីនោះថាម៉េចធ្វើកោតកម្មត្រូវធ្វើកោតកម្មឲ្យតែពួកយើងរួមគ្នាជាខ្សែតែមួយកុំបាក់ខាងរកស៊ី10ថ្ងៃកន្លះខែពួកគេយ៉ាងបានទេហើធានប៉ាអើយលោកធ្វើអញ្ចឹងគឺចង់ប្រឆាំងហើយណាខ្ញុំប្រឆាំងនឹងអ្នកណាសូមឲ្យរដ្ឋាភិបាលបន្ទប់ផ្លូវយើងផងហ្នឹងតើយើងមិនអាចក្រោកឈរឡើងនិយាយម៉ាត់ទេអីត្រូវហើយឲ្យសមាគមពាណិជ្ជកម្មចេញប្រកាសធ្វើកោតកម្មទាំងទីក្រុងទៅសមាគមពាណិជ្ជកម្មទៅរដ្ឋាភិបាលឲ្យពួកគេនឹងកាត់បន្ថយពន្ធហ្នឹងលោកគ្រូសាធំមានទ្រព្យសម្បត្តិច្រើនអត់រកស៊ី10ថ្ងៃកន្លះខែក៏វាមិនក្រដែរពួកខ្ញុំរកស៊ីតូចតាចរកមួយថ្ងៃហូបមួយថ្ងៃហ្នឹងខ្ញុំខ្លាចតែរឿងនេះគឺវាមិនល្អទេហើយខ្លាចតែរឿងនេះខ្ញុំបានជួយគិតរួចទៅហើយឲ្យតែជាការរកស៊ីតូចតាចដូចជាហាងចាំហួយហាងបាយហាងធ្វើដែកហាងធ្វើតាហ៊ូបើសម្រាប់ជាមួយនឹងខ្ញុំ10ថ្ងៃខ្ញុំពើឲ្យអ្នកទាំងអស់គ្នា$2ដើម្បីចិញ្ចឹមគ្រួសារទាំងអស់គ្នាទុកចិត្តចោះខ្ញុំក៏អាចជួយចេញប្រាក់ខ្លះដែរបាទចាប់ព្រមហើយខ្ញុំព្រមដែរខ្ញុំព្រមដែរបាទហើយមិនយាយចានេះចាប់ពីស្អែកទៅបើទ្វារសម្រាប់ទៅមែនទេលោកតាមិនបានចាយលុយច្រើនម្លឹងនេះគឺឪពុកឯងផ្ដែផ្ដាំណាសួរគាត់ហេតុអីក៏គាត់មិនព្រមនិយាយដែរលត់កៅអ៊ូនជើញពុកពូជាងខ្ញុំហៅលោកពូរៀបចំលុយនោះរៀបចំរួចហើយនៅរៀបចំរួចហើយលុតកៅលុយទាំងនេះលោកយកទៅចែកគ្រួសារតូចតាចទាំងនោះសិនទៅប្រាប់ពួកគេថាកុំខ្លាចបាទខ្ញុំដឹងហើយណោះខ្ញុំអរគុណណាស់ថាកែអ៊ូសុំជើញពុកតាពុកណែធ្វើកោតកម្មពូជាងពូប្រាប់ទៅអ្នកបម្រើនៅក្នុងហាងរបស់យើងសមាគមពាណិជ្ជកម្មគឺចេញប្រកាសចាប់ពីថ្ងៃស្អែកទៅធ្វើកោតកម្មទាំងអស់ចែកលុយឲ្យពួកគេម្នាក់បន្តិចឲ្យពួកគេទៅផ្ទះសិនទៅ
bà ọt bên mình chơi bị trong tế có mà tao làm mà với nhau បាទពុកគឺពុកបំផុសណាធ្វើអញ្ចឹងគឺប្រឆាំងនឹងរដ្ឋាភិបាលបើកចំហគឺមានទោសត្រូវស្លាប់ណា ចឹងអូឯងទៅមុខដំណាក់មេតបមើលតែក្មេងៗទៅនោះត្រូវរស់ដល់របៀបម៉េច គេថាមិនហ្នឹងបាត់ទ្វាពីថ្ងៃនេះតទៅធ្វើកោតកម្មសមាគមពាណិជ្ជកម្ម មែនហើយចាំមើល ចឹងហើយទៅប្រើបាត់ទ្វាអូយបើធ្វើបាត់ទ្វាកោតកម្មចឹងតើពួកយើងរស់នៅយ៉ាងម៉េចកើតទៅ ចាំពីថ្ងៃនេះតទៅបាត់ទ្វាធ្វើកោតកម្មហើយធ្វើយ៉ាងម៉េចកើតទៅណោះអត់មិនក៏ចឹងទៅវិញហ៎ មើលនោះខាងនោះបាត់ទ្វានៅតាមផ្លូវមនុស្សម្នាក់ក៏មានដែរតែថ្ងៃនេះយ៉ាងម៉េចចេះណោះឡើងស្ងាត់ងុំហ្មងខ្ញុំមិនយល់សោះយើងលក់ដូរសុកបាយជាមិនលក់បាយជាទៅយកលុយឲ្យហាងតូចតាចទៅនេះទៅវិញមិនដឹងថាចង់ធ្វើស្អីទេនេះធ្វើស្អីអីចិត្តខ្លាំងគឺមិនបាច់ចាញ់គេទេចិត្តខ្លាំងបានប្រយោជន៍ស្អីអាចយកមកធ្វើបាយហូបយកមកធ្វើលុយចាយអាកូនចង្រៃឲ្យមានឆន្ទៈឯងនេះឯងនៅមានដង្ហើមឯងគឺជាមនុស្សឯទេហ្នឹង តាអ្នកទាំងពីរជាសត្រូវនឹងគ្នាឲ្យទៅជួបគ្នាគឺប្រកែកគ្នាហើយអាចង្រៃ ម៉ែរឿងថ្ងៃនេះម៉ែមិនបាច់ជឿឆ្អាតទេមានពាក្យខ្លះកូនត្រូវនិយាយតាមត្រង់ណាកូនចង់បែកផ្ទះឆាំងអ៊ូ ថាមិញអាយនិយាយថាមិញបែកផ្ទះផ្ទះនេះគឺជារបស់ឯងហ៎ទ្រព្យសម្បត្តិនេះគឺជារបស់ឯងហី ផ្ទះនេះជារបស់ពុកតែខ្ញុំរកស៊ីយូរឆ្នាំហើយក៏គួរតែមានចំណាយរបស់ខ្ញុំដែរអាលើសខ្ញុំយកទេឲ្យតែចំណាយរបស់ខ្ញុំមកបានណាតែផ្ដាស់អាចចេញទៅអាចចេញក្រៅទៅខ្ញុំទៅទេបើមិនឲ្យចំណាយរបស់ខ្ញុំកន្លែងណាក៏ខ្ញុំមិនទៅដែរអាដេលឆានឡចែកយើងចែកឲ្យភ្លាម ចំណាយរបស់ឯងមិនឲ្យខ្វះមួយសេននោះទេចាប់ពីថ្ងៃនេះតទៅឯងមិនអាចចូលក្នុងស្វាផ្ទះនេះបានជាដាច់ខាតយើងចាត់ទុកឯងថាអត់មានឯងទៅចុះទៅធានប៉ាអអ៊ីសៀនម៉ែចេញទៅ អូជាជាងជំរុញឲ្យធ្វើកោតកម្មក៏ដូចជាប្រឆាំងអញ្ចឹងណាគួរតែមានទោសដូចជាពួកកូនសិស្សប្រឆាំងយ៉ាងអញ្ចឹងណាកូនសិស្សបង្ករឿងមានបំណងប្រឆាំងនឹងរដ្ឋាភិបាលអ្នកជំរុញធ្វើកោតកម្មគឺគ្រាន់តែចង់ឲ្យយកពន្ធយុត្តិធម៌មិនអាចមានទោសដូចគ្នាទេណាអាយ៉ាមិនមែនទេសភាពគ្រប់បែបយ៉ាងបង្ហាញថាកូនសិស្សធ្វើកោតកម្មគឺមានគេបញ្ជាតើអឺមែនហើយមានគេមើលឃើញកូនប្រុសហើធានប៉ាវគឺជាអ្នកបង្កឡើងម្នាក់ដែរនេះគឺបញ្ជាក់ថាហើធានប៉ាវជាអ្នកបញ្ជាពីក្រោយហើយមិនអាចអនុគ្រោះបាននោះទេ មានរឿងចឹងផងប្រកាសហើយឥឡូវចេះពូទៅចាប់ហើធានប៉ាវមកសួរទៅគឺបានដឹងហើយអន្តបានទេអាយ៉ាឯងនៅហើធានប៉ាវមានគំនុំយូរហើយខ្ញុំយល់ពីរឿងនេះតែរឿងនេះតាក់ទងដល់ប្រទេសជាតិក៏មិនអាចបំផ្លាញដល់ផែនការបណ្ដេញជនបរទេសរបស់ពួកលោកមេតបទួននោះបានដែរណាឯងយល់ដែរទេឥឡូវចេះណាពូជឿជាងខ្ញុំមានមធ្យោបាយមួយល្អទាំងពីរហ្នឹងហ៎និយាយទៅមើលហើយយើងពូកំអាតផឹកតែអីឥឡូវចេះណាយើងចាប់ហើធានប៉ាវសិនទៅចំពោះរឿងធ្វើកោតកម្មយើងកំអាតបង្ក្រាបគេចឹងមកថ្នាក់លើសួរចម្លើយយើងក៏ស្រួលឆ្លើយដែរមែនទេនេះគឺជារបស់លោក10ថ្ងៃ$20ណាលុតកែអួង$20លោកតកែលីនេះអរគុណលោកតកែហើឲ្យខ្ញុំនិយាយអីទៅមិនចាំបាច់និយាយទេតស៊ូបន្តទៀត10ថ្ងៃហើយក្រៅពីចៅបាយស្រុកវ៉ាន់ឈៀនសួរពីស្ថានភាពនេះក្រៅពីនេះអ្នកដតីសុំបែរតែសមល់ក៏អត់ឃើញលោកតកែហើតើយើងអាចទៅរួចដែរទេរឿងហេតុនេះដល់ដំណាក់កាលនេះទៅហើយការមិនកើតយើងត្រូវដើរទៀតធានប៉ាវឆាប់រត់គេចខ្លួនទៅមេតបកៅចង់ចាប់ឯងហើយធានប៉ាវមិនក៏ឯងម្នាក់ម្លេះឯងស្ដាប់សម្ដីបងទៅណាធានប៉ាវអ៊ីសៀនអ្នកបងមកហើយអ៊ីសៀនឯងនិយាយបញ្យលគេទៅឲ្យគេឆាប់រត់ទៅ
រត់នេះហេតុអីម្សិលមិញប៉ៃសាយិនថឹកស្រាច្រើនថាមេតបកាងចង់ចាប់គេខ្ញុំឲ្យគេរត់តែគេមិនព្រមស្ដាប់គឺរឿងធ្វើកតកម្មមែនទីធានប៉ៅអ្នកបងនិយាយត្រូវបងឆាប់ទៅស្រុកអ៊ីសិនទេមិនបានទេស្រុកអ៊ីគឺជាទឹកដីរបស់មេតបកាងបើចង់គេចទៅតែគេចចេញទៅឲ្យឆ្ងាយទៅ 4-5 ឆ្នាំទេចាំរឿងនេះស្ងប់ហើយចាំត្រឡប់មកវិញខ្ញុំមិនគេចទេបើសិនខ្ញុំរីកខ្លួនបាននេះថាម៉េចគឺខ្ញុំមិនអាចធ្វើអញ្ចឹងបានទេណាម៉ែឆាំងអ៊ូយ៉ាងហ្នឹងមានធានច្រើនណាស់មកដល់ផ្ទះរបស់យើងទាហានត្រូវហើយធ្វើចាំមិនកើតទេត្រូវហើយធ្វើចាំមិនកើតដែរបន្តទៀតទេខ្ញុំថាមិនបានទេធ្វើកុតកម្មស្អីទៅរកស៊ីមិនកើតទៅត្រូវហើយធ្វើចាំមិនត្រឹមត្រូវទេវាធ្វើតើមានផតតានដែរបានហើយចុះបកាយគ្នាទៀតទៅបកាយគ្នាស្អីហ្នឹងអាយ៉ាតើអស់គ្នាស្ដាប់ខ្ញុំនិយាយសិនណារឿងធ្វើកុតកម្មគឺយើងសម្រេចចិត្តទាំងអស់គ្នាមិនឲ្យធានប៉ៅទទួលទោសតែម្នាក់ឯងទេធម្មតាធានប៉ៅធ្វើយ៉ាងម៉េចចំពោះយើងខ្លះម្នាក់សុទ្ធតែដឹងក្នុងចិត្តហើយតើពេលនេះយើងមិនអាចធ្វើអណ្ដើកក្នុងស្នូកបានទេត្រូវតែរកមធ្យោបាយដើម្បីជួយគេឲ្យបានជួយយ៉ាងម៉េចទៅតាមខ្ញុំយល់ណាជួយមិនកើតទេជួយកើតមិនកើតយើងត្រូវតែទៅរកលោកមេតបនិយាយពាក្យក្នុងចិត្តរបស់ពួកយើងចេញមកទាំងអស់ទៅបានទេតាមខ្ញុំយល់ណាយល់ល្អពួកលោកកុំទៅរកអីថាបានមិនត្រឹមតែជួយថកែហើមិនបានប៉ុណ្ណោះទេត្រូវគេចាប់ទាំងអស់ប្រហែលអ្នកទៀតគឺកាន់តែពីវោហើយថកែអ៊ូថាបានលោកមេតបកៅនោះកំពុងតែតាមលោកទៅហើយដឹងទេខ្លាចស្អីខ្ញុំមិនខ្លាចទេធម្មតាធានប៉ៅចេះតែថាធ្វើមនុស្សត្រូវឈរឲ្យត្រង់ខ្លួននឹងណាមែនទេបងប្អូនខ្ញុំគ្មានអ្វីមិនក៏បីផងនឹងតើមានអ្វីដែលត្រូវខ្លាចទៀតនោះមែនទេហើយអ្នកទាំងអស់គ្នាធ្វើតាមហើធានប៉ៅម្នាក់ដូចជាខ្មោចពង្វក់ចិត្តយ៉ាងចឹងធានប៉ៅអ៊ីស៊ីនធានប៉ៅអ៊ីស៊ីនលោកទាហានកុំបារម្ភតែប្រហែលថ្ងៃទៀតបងត្រឡប់មកវិញហើយធានប៉ៅបងទទួលកំហុសទេត្រូវហើយបងអត់មានខុសផងហ្នឹងបងទទួលកំហុសស្អីជឹងអូកុំភ្លេចអសនណាពាក្យដែលពុកនិយាយប្រាប់ឯងមើលថែម្ដាយឲ្យស្រួលណាទុកចិត្តចុះបានហើយនាំទៅធានប៉ៅពុកទៅឈប់លោកកែហើពួកយើងសម្រាប់ចិត្តរកស៊ីវិញហើយសុំពោលលោកមេតាដល់គាត់លើកលែងឲ្យគាត់បានទេលើកលែងទៅណាលើកលែងឲ្យគេនិយាយឲ្យក៏ងាយស្រួលខ្លាំងម្លេះតាមមុននេះនាំគ្នាទៅលោកតកែអ៊ូពួកលោករកស៊ីវិញយ៉ាងមិនកើតលោកកែហើនេះគឺការសម្រេចរបស់ពួកខ្ញុំដើម្បីជួយលោកទេណាលោកតកែបានលោកធ្វើនេះគឺមិនមែនជួយខ្ញុំគឺធ្វើបាបខ្ញុំអើយពួកខ្ញុំពិតជាមិនដាច់ចិត្តឃើញលោកទទួលទោសជំនួសពួកខ្ញុំយ៉ាងចឹងទេត្រូវហើយកុំនិយាយច្រាស់ពេកនាំគេទៅឆ្លើយទៅនាំទៅធានប៉ៅទៅហើយធានប៉ៅហៅបាយទៅណែហើយធានប៉ៅឯងនេះទុកមុខឲ្យមិនបានទៀតទេចង់ងាប់មែនទេបានឯស៊ីមិនស៊ីក៏ហីទៅឲ្យឃ្លានងាប់សំមុខហើយយ៉ាងមិនហើយនៅតែអត់ប្រយោជន៍ទេអត់បានជួបមេតបកៅទេកូនឲ្យលុយទៅនិរងគេហើយឲ្យគេបកគលឲ្យគាត់ធ្វើអញ្ចឹងបានដែរម៉ែកុំបារម្ភកំពុងតែរំជួបបាយណាទៅរកពូជាងទៅហាងយើងយកលុយឲ្យច្រើនឲ្យតែអាចជួយឪពុកអញបានចំណាយអស់លុយប្រហែលក៏បានដែរកូនទើបតែមកពីហាងធំលោកតានិយាយថាលុយនៅក្នុងហាងមួយចំនួនយកទៅហាងតូចតាចធ្វើកុតកម្មទាំងអស់នោះហើយមួយចំនួនទៀតគឺជាប់នឹងតំណែងភ្លាមរំបានច្រើនទេគិតយ៉ាងម៉េចទេកូនបាននិយាយជាមួយលោកតារួចហើយបើមិនកើតទេលក់ហាងសាខាអសអ៊ីចោលទៅលក់ហាងសាខាឥឡូវនេះខុសរដូវតំណែងលក់មិនចេញទេសុកប៉ាន់គេត្រូវការលុយមានតែធ្វើអញ្ចឹងទេទើបបានណាបានលក់ហាងសាខាឯងឆាប់ទៅលក់ទៅឲ្យតែអាចជួយពុកអញបានលក់ហាងសាខាចោលក៏បានដែរទៅឲ្យឆាប់ឡើងចង់លក់ហាងសាខាត្រូវហើយពួកគេបិទប្រកាសថាលក់ហាងសាខាអសអ៊ីនោះចោលជាមិនទាន់អ្នកប្រុសហាងសាខាអសអ៊ីនោះគឺជាទីតាំងល្អលក់ដាច់ណាស់
អញ្ចឹងពួកយើងឆ្លៀតឱកាសនេះតិចយកទៅបងទៅអី បានទេពេលនេះពួកវាលក់ហាងសាខាគឺដើម្បីតែយកលុយទៅជួយហឺធានប៉ៅហ្នឹងយើងមិនអាចឲ្យលុយទៅវាទេ ប៉ុន្តែអ្នកប្រុសនេះគឺពិតជាកម្ររកបានមែនណាបើទោះជាយើងមិនទិញអ្នកផ្សេងទៀតគឺទិញយកហើយ ត្រូវហើយនៅមានពួកអាចរៃអស់នោះទៀតណាផ្សព្វផ្សាយបញ្ជាខ្ញុំថានរណាទិញហាងសាខារបស់ហឺធានប៉ៅអ្នកនោះជាសត្រូវរបស់ខ្ញុំ បាទ ធ្វើឲ្យវាងាប់ទៅមកលោកហ៎លោកហូបអីបន្តិចទៅបើលោកស្លាប់បាត់ខ្ញុំក៏ការពារចានបាយនេះមិនបានដែរណាហ៎លោកហ៎លោកតកែហ៎ហូបបន្តិចទៅបានលោកជាប់គុកខ្លាចទៅជាអ្នកក្លាហានហើយតើ អ៊ីស៊ីនអ្នកបងអេអ្នកបងមកធ្វើអីធានប៉ៅជាប់គុកត្រូវការលុយខ្ញុំក៏ទាល់លុយដែរយកគ្រឿងអលង្ការទាំងនេះទៅបញ្ចាំទៅមិនបានទេអ្នកបងរបស់ទាំងនេះអ្នកបងត្រូវការទុំមិនអាចនេះជាដំណាក់កាលអីហើយនៅនិយាយពាក្យបែបនេះទៀតយកទៅអរគុណអ្នកបងត្រូវប្រញាប់ជួយរំដោះគេណាអ្នកបងស្គាល់គេច្រើនអ្នកបងអាចទៅរកគេពឹងពាក់គេបានទេខ្ញុំកំពុងតែចង់ទៅរកលោកមេតបកាយបងអាចទៅជួបលោកមេតបកាយបាននេះប្រសានណាបើបងជួបគាត់បងនិយាយប្រាប់គាត់ថាឲ្យទៅដោះលែងធានប៉ៅគាត់ត្រូវការលុយប្រមាណក៏បានដែរខ្ញុំដឹងថាគួរនិយាយយ៉ាងម៉េចហើយអេអ្នកបង នេះពិតមិនតែព្រៀបមិនដល់រូបផឹកស្រានៅព្រៃភ្នំតែក៏ជាគំនូច្រើនចំនួនណាស់ដែរប្រសើរណាស់ពិតជាប្រសើរណាស់ឥឡូវសង្គ្រាមច្បុកច្បល់អញ្ចឹងពិតជាមិនច្រើនប្រមាណទេត្រូវតាមមែនទេត្រូវហើយគំនូនេះដូនតាខ្ញុំរក្សាទុកច្រើនឆ្នាំណាស់មកហើយឥឡូវនេះខ្ញុំជូនដល់លពូជឿជាងទៅចុះណាហ៎អាយ៉ាធ្វើអញ្ចឹងមិនសមទេដឹងខ្ញុំនឹងដើរវត្ថុជាទីស្រឡាញ់របស់ឯងមិនកើតទៅណាហេសាមញ្ញតើខ្ញុំអត់ចេះមើលគំនូទេគំនូនេះឲ្យទៅពូជឿជាងគឺស័ក្តិសមជាទីបំផុតហើយតើចឹងពូមានតែធ្វើតាមសម្ដីឯងហើយណាអញ្ចឹងពូណែហេឡហេពូជឿជាងហ៎ពូធានប៉ៅចាប់ខ្លួនចានថ្ងៃហើយពូគិតមើលណែបានរឿងក្តីនេះខ្ញុំបានប្រាប់ទៅថ្នាក់លើហើយនឹងឲ្យស្រុកបានឈាននោះដោះស្រាយជាមិនទាន់ហើយណាប្រសើរណាស់លើកនេះទៅធ្វើឲ្យអាមួយនឹងស្លាប់តែម្ដងទៅដើម្បីរំសាយកំហឹងក្នុងចិត្តខ្ញុំណាខ្ញុំមិនជឿថាលោកមេតបកាយលោកខានទៅអ៊ីជន់យានខ្ញុំយូរណាស់ហើយណាអាយ៉ាការងារមកមានញឹករកដកខ្លួនមិនរួចទេណាហេលោកម្ចាស់ប៉ាខ្ញុំរំខានដល់ពួកលោកហើយមែនទេអត់ទេនេះទៅមកថ្មីមែនទេនឹងណែក្មួយប្រុសបើអត់មានការងារអីទេពួកយើងណែអូចឹងខ្ញុំលាសិនហើយលោកម្ចាស់ប៉ាលោកឧស្សាហ៍មកណាអាយ៉ាស្រីនេះស្អាតណាពូជឿជាងស្រីនេះស្អាតអាយ៉ាហូជីអ៊ីណាពីអ្នកនេះទើបតែមកថ្មីមែនទេដូចជាមិនដែលឃើញទេណាមែនទេលោកច្បាស់ជាមិនធ្លាប់ឃើញហើយខានទៅកន្លែងខ្ញុំយូរហើយអូនេះគឺហៃថាងនេះគឺលាក់មីអូល្អហៃថាងលាក់មីមិនក៏មិនឆាប់គោរពលោកមេតបទេហ៎សូមគោរពលោកមេតបប្រសើរណាស់ណែអង្គុយនិយាយគ្នាទៅណាលោកម្ចាស់ពួកនេះនៅមិនទាន់ឆ្លងកាត់ដៃគេទេខ្ញុំយកមកនេះគឺចង់ឲ្យលោកម្ចាស់នឹងណាអាយ៉ាហូជីអ៊ីណានាងរកស៊ីកាន់តែឆ្លាតទៅហើយតើនេះមែនទេនឹងខ្ញុំនឹងឲ្យរង្វាន់ជាទីគាប់ចិត្តដល់នាងណា
យកមកឲ្យលោកគឺជាតួនាទីរបស់ខ្ញុំខ្ញុំទៅយករង្វាន់ពីលោកមិននឹងកើតទៅមែនទេប៉ុន្តែលោកម្ចាស់ខ្ញុំមានរឿងមួយចង់ពឹងពាក់លោកម្ចាស់មែនទេមានរឿងអីនិយាយទៅគឺអញ្ចេះហើធានប៉ៅថាកែរបស់យិនហើឈីងគឺជាប្អូនថ្លៃរបស់ខ្ញុំឮថាលោកម្ចាស់ចេញបញ្ជាចាប់ខ្លួនគេឥឡូវនេះហូឈីអ៊ីណាថ្ងៃនេះនាងមកព្រោះតែរឿងនឹងទេមែនទេនឹងអាយ៉ាមិនមែនទេថ្ងៃនេះខ្ញុំនាំពួកគេមកគឺដើម្បីតែបម្រើលោកម្ចាស់នឹងណាហើយក៏ឆ្លៀតពេលសួរខ្លះទៅចឹងពួកនាងទៅវិញទៅលោកម្ចាស់ជូនភ្ញៀវតែអ្នកប្រុសមកហើយមកហើយលោកម្ចាស់ប៉ាយតើរកចាំវាការអីហើយលោកម្ចាស់ប៉ាយធ្វើកិច្ចការមួយណានេះសតាជារបស់លោកធ្វើកិច្ចការអីទៅហ្នឹងឯងឲ្យហើយធានប៉ាវស្លាប់ថាម៉េចអូយលោកម្ចាស់ប៉ាយហើយធានប៉ាវគឺមានទោសធ្ងន់ឮថាផ្អើលដល់ទីស្តីការរដ្ឋមន្ត្រីហើយណែរឿងនេះខ្ញុំពិតជាណែរឿងខ្លះលើឯងមិនបាច់ជឿឆ្អាលអ្វីនោះទេចំពោះឯងការពិតជារឿងងាយស្រួលបំផុតណានេះយកម្សៅនៅក្នុងកញ្ចប់នេះចាក់ចូលក្នុងចានរបស់គេទៅគឺគ្មាននរណាដឹងទាំងអស់អត់មានពាក់ព័ន្ធអ្វីដល់ឯងទេលោកចាស់ប៉ាយការពិតគឺមិនបាច់ឲ្យលោកចាត់ការទេគឺហើធានប៉ាវចិត្តស្លាប់ហើយតាំងពីហើធានប៉ាវជាប់គុករហូតមកដល់ពេលនេះណាបាយមួយម៉ាត់ក៏អត់មានហូបដែរទឹកមួយម៉ាត់ក៏អត់មានផឹកដែរបើតាមខ្ញុំយល់ប្រហែលថ្ងៃទៀតបើទោះជាគេមិនអត់បាយស្លាប់ក៏ត្រូវដេកស្លាប់ដែរប៉ុន្មានណាត្រូវហើយពិតប្រាកដណាខ្ញុំយកបាយឲ្យគេរាល់ថ្ងៃសូម្បីតែមើលក៏ខ្ញុំមើលយល់ដែរអាយ៉ាអញ្ចឹងមិនបាច់ហត់ទេវ៉ៃលោកចាស់ប៉ាយអញ្ចឹងមិនឆាប់ទៅវិញទៅប្រយ័ត្នខ្ញុំដឹងថាលោកសម្រាប់ប្លន់ទ្រាំណាហើយចុកមិញនិយាយក៏ដែរជើឆឹងអូមើលណែឥឡូវនៅក្នុងដៃរបស់យើងនេះអត់មានលុយទៀតទេដឹងទេហាងសាខារបស់យើងបិទប្រកាសច្រើនថ្ងៃមកហើយប៉ុន្តែអ្នកដែលមកសួរច្រើនណាស់ពេលដែលពួកគេមកសត្វតែនិយាយថាចង់ទិញតែពេលត្រឡប់ទៅវិញគឺបាត់ដំណឹងសូនឈឹងតែម្ដងនឹងណាខ្ញុំស៊ើបរួចហើយគឺប៉ាយសាយិនអុកលុកពីក្រោយហ្នឹងខ្ញុំក៏ទាយថាគឺគេដែរប៉ាយសាយិននេះបើមិនធ្វើឲ្យឪពុកឯងស្លាប់គេមិនព្រមនោះទេមានគេអុកលុកពីក្រោយហាងសាខារបស់យើងភ្លាមគឺលក់មិនចេញទេអញ្ចឹងគិតយ៉ាងម៉េចទៅនឹងលោកតាតំណែងរបស់យើងអាចលក់បានទេមិនបានទេតំណែងតែនោះយើងទិញមកគឺគិតថារដូវផ្ការីកយកទៅលក់នៅខូលុនណាឥឡូវបើសិនជាលក់ចេញមិនត្រឹមតែមិនបានចំណេញទេត្រូវខាតច្រើនទៀតផងមិនបានទេពេលនេះបើសិនជាខាតក៏ទៅធ្វើឲ្យមានលុយបានដែរក៏ត្រូវដែរបានអញ្ចឹងខ្ញុំចេញទៅមើលសិនទៅរកមើលតើនរណាសុកចិត្តទិញតំណែងនេះពីយើងឯងនៅមើលហាងទៅណាធានប៉ាវណាដើម្បីយើងទាំងអស់គ្នាទើបត្រូវគេចាប់គួរតែឆាប់ជួយរំដោះគេហើយយ៉ាប៉ុន្តែលោកតកែជាងលោកក៏បានដឹងដែរតាំងពីដើមមកខ្ញុំរកស៊ីមែនតែមិនដែលលក់ដូរអ្វីនោះទេលោកគិតទៅមើលទំនាក់នេះចាក់ចូលក្នុងដៃខ្ញុំណាខ្ញុំដឹងតើលោកតកែអ៊ូធ្វើតការងារមិនលក់ដូរទេតែខ្ញុំអត់មានមធ្យោបាយនឹងបានទៅណែឥឡូវចេះណាទំនាក់ទាំងនោះលោកទុកសិនទៅ
ខ្ញុំយកលុយរបស់ខ្ញុំចេញមកឲ្យលោកចាយសិនពិតមែនតែមិនច្រើនប៉ុន្តែគ្រប់គ្រាន់អាចទប់ទល់បានមួយរយៈអាយ៉ាលោកថកែអ៊ូចឹងអរគុណលោកហើយមានពាក្យចាំនិយាយទៅឈឹងអ៊ូពុករងទូលលំបាកហើយពុកកូនឮថាពុកនៅក្នុងគុកមកអត់ទឹកមកអត់បាយពុកមិនអាចធ្វើអញ្ចឹងទេណាកុំយំអីឯងគឺជាកូនប្រុសណាឯងយំស្អីគេពុកកូននៅខាងក្រៅរមជួបាយរហូតពុកទុកចិត្តចោះច្បាស់ជាអាចជួយរំដោះពុកបានតែនៅក្នុងគុកពុកត្រូវតែថែសុខភាពឲ្យបានល្អមានអីទៅពុកមិនដែលធ្លាប់នៅក្នុងគុកឯណាពេលជាប់គុកលោកទី1ណាពុកអត់មានគិតថាមានជីវិតត្រឡប់ទៅវិញទេដោយសារតែបានអ៊ំប្រុសយានសារបស់ឯងជួយពុកឲ្យពុករស់បានប្រហែល10ឆ្នាំទៀតប្រហែល10ឆ្នាំនេះពុកបានចំណេញហើយពុកគ្រប់គ្រាន់ហើយពុកមិនបានពុកគិតអញ្ចឹងកូនដឹងតាំងពីម៉ែទី2ស្លាប់បាត់នោះពុកពិបាកចិត្តណាស់ឈឹងអូឯងមិនត្រឹមតែព្រោះតែម៉ែទី2របស់ឯងទេគឺពុកគឺខឹងនឹងពួកបរទេសខឹងនឹងរដ្ឋាភិបាលពុកយើងជាអ្នករកស៊ីដៃវាមិនឈ្នះជើងទេណែពេលនេះកាលពីលើមុនពុកធ្លាប់និយាយប្រាប់អ៊ំប្រុសរបស់ឯងប៉ុន្តែឥឡូវនេះមើលទៅពុកខុសហើយណាបើសង្គមនេះមិនកែប្រែទេយើងគឺជាអ្នករកស៊ីនេះរស់នៅមិនបានសុខឡើយពុកដល់ពេលនេះហើយពុកឈប់និយាយពាក្យអញ្ចឹងទៀតទៅជឹងអូពុកដឹងថាពុកឥឡូវនេះនិយាយពាក្យទាំងនេះជាមួយឯងស្ដាប់មិនចូលទេបន្ទោសឯងមិនកើតគឺចាំពេលដែលឯងចំណាស់ពុកនេះហេតុផលជាច្រើនឯងប្រកាសយុទ្ធដោយខ្លួនឯងជឹងអូមួយរយៈពេលមុនលោកតកែស៊ីទៅខូលុនទូរលេខមកប្រាប់ពុកថាជៀមដែលពួកយើងចិញ្ចឹមនៅខូលុននោះធាត់ល្អណាស់មួយឆ្នាំគ្រាន់តែខ្លួនយើងផ្ទាល់គឺមានស្បែកប្រមាណ1000ផ្ទាំងទៅហើយនិយាយថាកន្លែងនោះស្ងប់ស្ងោស្បែកក៏ល្អខូលុនគឺរកស៊ីបានទៀតគឺមិនត្រឹមតែស្បែករបស់ខ្លួនឯងទេថែមទាំងជួយដេរស្បែកឲ្យគេទៀតផងណាជឹងអូទាំងនេះសុទ្ធតែជាគំនិតរបស់ឯងតែមិនដែរទេពុកកូនគិតអញ្ចឹងយើងស្ងោស្បែកនៅកន្លែងនោះឲ្យឆ្អិនហើយលក់តាមម្ដងទៅមិនបាច់ដឹកទៅដឹកមកនាំតែអស់លុយនោះទេក៏ពីមុនពុកនិយាយពាក្យបញ្យលតាឯងពី3ម៉ាត់ឲ្យឯងរើកន្លែងស្ងោស្បែកពីស្រុកអ៊ីទៅចាំងជាខើក៏និយាយអញ្ចឹងជាមួយគាត់ដែរពុកនៅចាំទេលើកមុនពេលទៅខូលុនកូនធ្លាប់បានប្រាប់ពុកថាកូនឲ្យពុកទិញអូតមកឲ្យច្រើនបើយើងប្រើមិនអស់អាចជួលឲ្យគេបានពេលនោះពុកថាខ្លាចចំណីមិនគ្រប់គ្រាន់កូនបានគិតរួចហើយកូនគិតថានៅឆុងលីនិងអ៊ូយៀនយើងទិញដីប្រមាណ1000ហិកតាដាំស្បូវទៅហើយបើកកន្លែងធ្វើស្រាប្រមាណកន្លែងពុកគិតទៅមើលពេលបានផលប្រយោជន៍យកមកធ្វើស្រាកាកសំណល់ស្រាឲ្យយកទៅឲ្យសត្វស៊ីសត្វអាចទៅខូលុនលាមកវាអាចយកទៅដាក់ដាំដំណាំបានណាគំនិតនេះល្អណាស់ប៉ុន្តែគួរស្ដាយមើលទៅពុកប្រហែលជាមិនបានឃើញទេឈឹងអ៊ូថ្ងៃក្រោយកិច្ចការទាំងនេះឯងសម្រេចដោយខ្លួនឯងទៅពុកត្រូវខំរស់ទៀតមុខរបររបស់យើងត្រូវពង្រីកធំកូនគេរួចហើយចង់ពង្រីកមុខរបរឲ្យធំគឺតែមានយហោល្អថ្ងៃក្រោយគ្រឿងស្បែកគ្រឿងដែកគ្រឿងគុជនិងគ្រឿងតាយើងត្រូវតែមានយហោរបស់យើងឲ្យគេដឹងថាទិញអីវ៉ាន់របស់យើងគឺជារបស់ល្អគ្រប់គ្នាណាឈឹងអ៊ូកាលពីមុនពុកចាត់ទុកឯងជាកូនក្មេងឯងធំហើយថ្ងៃក្រោយគ្រួសារនេះគឺត្រូវពឹងលើឯងទ្រទ្រង់ហើយណាឯងគឺត្រូវមើលថែម្ដាយឯងឲ្យបានល្អមើលថែឈឹងអ៊ីឲ្យបានល្អពុកនឹងថាលើកនេះពុកមានទោសបែបណាហើយដល់ពេលហើយមិនមិនបង្ខំទេពុកកុំចេះតែនិយាយពាក្យនឹងអីពុកចេះតែបារម្ភពីឯងមិនមែនខ្លួនឯងល្ងងទេគឺខ្លួនឯងឆ្លាតពេកឯងត្រូវចាំណារកស៊ីមិនមែនកាត់សាច់អ្នកដតីយកមកបិទលើខ្លួនទេគឺដើរមួយជុំវិញយើងចំណេញគេក៏ចំណេញទាំងអស់គ្នាកុំខ្លាចអ្នកដតីគេចំណេញលុយបើសិនជាគេមិនបានចំណេញទេ
តើគេអាចឲ្យយើងចំណេញដែរឬទេបើការរកស៊ីលើលោកនេះมันអាចរកស៊ីតែម្នាក់ឯងនោះទេបើរកស៊ីតែម្នាក់ឯងនោះគេហៅថាការរកស៊ីស្អីទៀត ពុកកូនចាំហើយ នៅមានមួយទៀតណាឥឡូវនេះយើងរស់ដល់ដំណាក់ម៉ៅទ័រយើងគឺគ្រាន់តែជួយមើលឲ្យគាត់តែប៉ុណ្ណោះបើថ្ងៃណាមួយអ៊ំយៀនសានត្រឡប់មកវិញគឺត្រូវតែបកគលសងគាត់វិញណាមិនត្រូវលេបយករបស់គាត់ទេបាទណាឯងត្រឡប់ទៅវិញចុះកុំរោរឿងអាប្អូនអីណា សម្ដីអ្នកតាពីខ្ញុំស្ដាប់លឺហើយលោកកែហើជាមនុស្សល្អណាស់ អាប្អូនណាមួយរយៈពេលនេះរំខានឯងពេកហើយណា ហើយលោកតកែហើខ្ញុំគិតថាលោកត្រូវតែខំរស់តទៅទៀតទៅរំជួបបាយចេញទៅมันអាចឲ្យប៉ាសាយិនធ្វើដូចម្ដងទេបងប្រុសបងនិយាយពេលនេះបានន័យថាមិនលាក់បាំងទេណាប៉ាសាយិនធ្លាប់ហៅខ្ញុំទៅគេចង់ឲ្យខ្ញុំយកថ្នាំពុលដាក់ក្នុងបាយលោកតកែហើតែខ្ញុំមិនព្រមទេទង្វើបាបកម្មចឹងខ្ញុំមិននឹងបានធ្វើកើតទៅ រឿងដែលលោកនិយាយនេះគឺជាការពិតទេ ការពិតណាពេលនោះគេយកលុយប្រហែល$10ចេញមកសូម្បីតែមើលក៏ខ្ញុំមិនមើលផងក៏ចេញមកតែម្ដងទៅពុកត្រូវថែខ្លួនចឹងកូនទៅវិញហើយ ទៅចុះអាប្អូនណា បាទ មានន័យហូបទេយកឲ្យខ្ញុំតិចមកណា មានចាំខ្ញុំទៅយកឲ្យលោក